បាទបងប្អូនយើងអបអរសាទរថ្ងៃនេះជាថ្ងៃដែលខ្មែរយើងមានការសប្បាយរីករាយបាទក្រោយពីសង្គ្រាមស្ងប់ស្ងាត់ដោយសារបានទទួលវីរៈកងទ័ពយើងត្រឡប់មកវិញហើយបាទហើយអ្វីដែលយើងបារម្ភពីសុខភាពហើយនឹងជាពិសេសនោះសុខភាពរបស់គាត់ក្រោយការវិលត្រឡប់មកវិញបាទយើងសង្ឃឹមថាគាត់នឹងមានសុខភាពល្អក៏ក្រោយការត្រឡប់មកដល់ប្រទេសរបស់យើងវិញហើយនេះគឺជាទស្សនវិជ្ជាគ្រូពេទ្យកំពុងត្រួតពិនិត្យពួកគាត់នៅឯប៉ៃលិនមុននឹងឡើងឧទ្ធម្ភាគចក្រត្រឡប់មកទីក្រុងភ្នំពេញណាបងប្អូនបាទអញ្ចឹងយើងសង្ឃឹមថាពួកគាត់ទាំង18រូបមានសុខភាពល្អមិនមានអ្វីប៉ះពាល់ដល់សុខភាពរបស់គាត់រយៈពេលវែងបាទសង្ឃឹមថាគាត់សុខសប្បាយហើយយើងទាំងអស់គ្នាក៏សូមជូនពរវីរៈកងទ័ពរបស់យើងទាំង18រូបនិងវីរៈកងទ័ពផ្សេងៗទៀតជួបតែសុខសុវត្ថិភាពទាំងអស់គ្នាក្នុងដំណើរការការពារជាតិនិងអធិបតេយ្យភាពជាតិរបស់យើងបាទសូមអរគុណដល់វីរៈកងទ័ពទាំងអស់បាទសូមអរគុណ